លោកនាងជាទីមេត្រីនៅក្រៅការរឹតបន្តឹងក្នុងដំណើរការប្រឡងមួយសប្តាហ៍ក្រសួងអប់រំបានឲ្យដឹងថាចំនួនសិស្សដែលអាចប្រឡងជាប់ទំនងជាមានចំនួនតិចទោះជាលទ្ធផលមិនទាន់ប្រកាសជាផ្លូវការក៏ដោយក៏ប៉ុន្តែក្រសួងក៏មានវិធានការបន្ទាន់មួយគឺដើម្បីឲ្យមានការប្រឡងលើកទី2តើការប្រឡងលើកទី2នេះមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះអ្នកស្រីសុជីវីរាយការណ៍នៅពេលកំណែទម្រង់អប់រំចាប់ផ្ដើមដោយការយកករណីប្រឡងបាក់ឌុបជាគន្លឹះចំនួនសិស្សដែលប្រឡងជាប់ទំនងថានឹងផ្លាស់ប្ដូរស្ទើរស្មើមិនត្រូវបើប្រៀបធៀបនឹងឆ្នាំមុនពិតមែនថាមិនទាន់បានលទ្ធផលផ្លូវការក៏ក្រសួងអប់រំបានដឹងហើយថាចំនួនអ្នកជាប់ទំនងមានប្រមាណ 20% គឺផ្ទុយគ្នាស្រឡះពីឆ្នាំកន្លងទៅដែលមានចំនួនអ្នកជាប់ជាង 80% នៃចំនួនបេក្ខជនសរុបចូលរួមប្រឡងបញ្ហាចំនួនសិស្សជាប់ថយចុះនេះក្រសួងក៏ត្រៀមវិធានការសង្គ្រោះបន្ទាន់ដើម្បីស្រោចស្រង់ស្ថានភាពឬហៅថាប្រឡងលើកទី2អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាលោករស់សេលីនមានប្រសាសន៍ថាការប្រឡងលើកទី2កម្ពុជាធ្លាប់ធ្វើពីអតីតកាលប៉ុន្តែការកំណត់បែបនេះគឺពុំមានចែងនៅក្នុងច្បាប់អប់រំទេវិធានការបែបនេះគឺជាការផ្ដល់ឱកាសឲ្យសិស្សជួនកាលទៅបេក្ខជនយើងអាចថាពេលដែលគាត់ធ្វើនឹងគាត់ឆ្លោះឆ្លួយដោយប្រការណាមួយឬមួយក៏វប្បធម៌នៃការប្រឡងដែលមានភាពស្អាតស្អំយ៉ាងនេះវាខានជួបប្រហែលឆ្នាំមកហើយវាមកវិញអញ្ចឹងអាចថាការព្រៀងខ្លួនពេញលេញអញ្ចឹងពីការផ្ដល់ឱកាសនេះខ្ញុំគិតថាជារឿងល្អវិញដែលពួកអ្នកខ្លះគាត់ឆ្លោះឆ្លួយក្នុងប្រការណាមួយគាត់អាចមានលទ្ធភាពមានឱកាសភាសាទៀតជារឿងល្អគម្រោងរបស់ក្រសួងអប់រំនេះគឺបានទទួលអនុសាសន៍គាំទ្រពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសកម្មថាអ្នកដែលប្រឡងលើកទី1មិនជាប់អនុញ្ញាតឲ្យមានការប្រឡងលើកទី2ដោយក្រសួងអប់រំបើកការប្រឡងទៀតហើយដើម្បីក្នុងរយៈពេលមួយខែនិងមួយខែកន្លះនេះឲ្យប្រឹងរៀនពេលហ្នឹងប្រឹងហ្មងព្រោះអត់មានឱកាសដើម្បីអីចម្លងវិទ្យាសាស្ត្រលួចច្រឡំតាមរៀនទៀតទេក្រុមអ្នកធ្វើការងារក្នុងវិស័យអប់រំនិងអ្នកសង្កេតការណ៍មើលឃើញថាការប្រឡងលើកទី2ពុំមែនជាតម្រូវការចាំបាច់នៅក្នុងការជំរុញគុណភាពអប់រំឡើយប៉ុន្តែអាចនឹងជំរុញឲ្យមានលំអាននៃការពឹងផ្អែកលើការប្រឡងលើកទី2នាយកប្រតិបត្តិនៃអង្គការដំណាភៀបកម្ពុជាលោកព្រៀបកុលលើកឡើងថាលោកគាំទ្រចំពោះការផ្តល់ឱកាសឲ្យសិស្សប៉ុន្តែលោកមិនរំពឹងទេថាការប្រឡងលើកទី2នោះអាចនឹងដំណើរការតឹងរ៉ឹងដូចលើកទី1ឡើយគឺជាការបញ្ជូនសារមួយទៅយុវជនថាគាត់អាចនឹងមានការយោគយល់ហើយផ្ដល់ឱកាសសម្រាប់ការប្រឡងលើកទី2បើមិនជាគាត់ប្រឡងធ្លាក់អញ្ចឹងមានន័យថាគាត់ក៏មិនចាំបាច់ខំប្រឹងអីពេកដែរបើមិនជាគាត់ប្រឡងធ្លាក់ហ្នឹងគាត់អាចមានឱកាសលើកទី2ទៀតអញ្ចឹងការប្រឡងហ្នឹងវាត្រូវមានតម្លៃហើយការរឹតបន្តឹងកន្លងមកហ្នឹងហាក់ដូចជាយើងមិនបានឲ្យតម្លៃពេញលេញថាវាមានសារៈសំខាន់សម្រាប់ការរឹតបន្តឹងគុណភាពអប់រំទេក្នុងការប្រឡងដែលបានបញ្ចប់ទៅអង្គការដំណាភៀបកម្ពុជានិងអង្គភាពប្រឆាំងអំពើពុករលួយបានសហការដាក់យុវជនចំនួន 2000 នាក់ឲ្យចូលរួមសង្កេតការណ៍បើតាមលោកព្រៀបកុលក្រុមរបស់លោកនឹងមិនមានលទ្ធភាពចូលរួមសង្កេតការណ៍ប្រឡងនៅលើកទី2នោះឡើយព្រោះថវិកាជំនួយរបស់អង្គការលោកមានកំណត់លើសពីនេះលោកព្រៀបកុលបានហៅគម្រោងឲ្យមានការប្រឡងលើកទី2នោះថាមិនខុសអ្វីទៅនឹងការសាងផ្លូវរួចហើយទើបដឹងថាភ្លេចកសាងប្រព័ន្ធលូបង្ហូរទឹកនោះឡើយមានខមមិនទៅលើការចាត់វិធានការនេះប៉ុន្តែយើងដឹងថាស្រុកខ្មែរយើងធ្លាប់មានគេហៅថាការផ្លេចផ្ហែសឬក៏ការខុសចន្លោះណាជំនឿទៅវិធានការនេះគឺគិតឃើញទៀតធ្វើភ្លាមទៅហើយមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយដល់ពេលបាតុផលចេញមកទៅដូចជាមិនសូវស្រួលទៅក៏ធ្វើអ្វីមួយឡើងវិញដើម្បីកែតម្រូវឬក៏ជំរុញសាមគ្គីភាពចំពោះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោករងឈុនយល់ថាក្រសួងគួរគិតគូរពីតម្រូវការផ្សេងៗនៅក្នុងវិស័យអប់រំលោកក៏ហៅគម្រោងត្រៀមប្រឡងលើកទី2នៅពេលនេះថាជាការបំពេញតាមតម្រូវការរបស់គ្រឹះស្ថានឧត្តមសិក្សាឯកជនដែលនឹងស្រូបទាញសិស្សបានរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំគ្រាន់តែជាការផ្គាប់ចិត្តនាយករដ្ឋមន្ត្រីផ្គាប់ចិត្តទៅនឹងសាកលវិទ្យាល័យមហាវិទ្យាល័យពីព្រោះបើសិស្សជាប់តិចតួចមហាវិទ្យាល័យមួយចំនួននឹងត្រូវឆ្លងជើងហើយវាអត់មានឱកាសទៅរៀនទៅសូត្រអីហ្នឹងករណីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលប្រកាសគាំទ្រការប្រឡងលើកទី2នោះមិនបានអះអាងថាធ្វើឡើងដើម្បីតម្រូវតាមគ្រឹះស្ថានឯកជនទេប៉ុន្តែក៏លោកបានបញ្ជាក់ថានឹងមិនទុកឲ្យវិស័យឯកជនដួលរលំដែរដឹងហើយនយោបាយរបស់ខ្ញុំដែលខ្ញុំធ្លាប់បានអនុវត្តខ្ញុំសុខចិត្តឲ្យសាលារដ្ឋឲ្យសហគ្រាសរដ្ឋដួលរលំតែខ្ញុំមិនឲ្យពន្លកនៃវិស័យឯកជនរីករាលទេយើងមិនដែលមានការរើសអើងជាមួយនឹងសាលារដ្ឋនិងសាលាឯកជនទេ
វិស័យមួយចំនួនត្រូវបានគឺថាទោះបីជាឲ្យធ្វើក៏មិនធ្វើមិនកើតដែរការពារជាតិមិនអាចសាកលវិទ្យាល័យឯកជនធ្វើបានទេណាត្រូវមានសាកលវិទ្យាល័យការពារជាតិដែលកំពុងដំណើរការសប្តាហ៍នេះក្រៅពីនោះនៅផ្នែកខាងវិទ្យាសាស្ត្រក៏ត្រូវបានពង្រឹងដែរព្រោះនឹងតាក់ទងជាមួយនឹងសន្តិសុខជាតិតាក់ទងជាមួយនឹងជីវិតមនុស្សប៉ុន្តែការរៀនជាទូទៅយើងអត់មានបានបែងចែកថានេះសាលារដ្ឋត្រូវលើកទឹកចិត្តត្រូវឲ្យអធិភាពស្អីទេលោកនាយករដ្ឋមន្ត្រីក៏បានលើកពីភាពចាំបាច់ក្នុងការជ្រើសរើសយកគម្រោងនេះបើទោះបីជាត្រូវចំណាយថវិកាបន្ថែមក៏ដោយចុះលោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថាវិធីនេះគឺប្រសើរជាងការកាត់បន្ថយពិន្ទុគោលដែលអាចប្រឡងជាប់ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុបឆ្នាំ2014នេះក្រសួងបានចំណាយប្រាក់សរុបចំនួន$4លានដែលកើនឡើងទ្វេដងបើប្រៀបធៀបនឹងការចំណាយនៅឆ្នាំមុនប្រសិនបើមានការប្រឡងលើកទី2នោះគឺមានន័យថាប្រឡងបាក់ឌុបឆ្នាំនេះអាចនឹងថ្លៃជាងឆ្នាំមុនប្រមាណ4ដងដែរអ្នកវិភាគមួយចំនួនលើកឡើងថានោះគឺជាចំនួនដ៏ច្រើនបើប្រៀបធៀបនឹងថវិកាដែលក្រសួងទទួលបានពីថវិកាជាតិនៅក្នុងឆ្នាំនេះគឺប្រមាណជាង$230លានក្រៅពីការប្រឡងលោកនាយករដ្ឋមន្ត្រីក៏បានលើកពីការជំរុញកំណែទម្រង់អប់រំដោយលោកបានប្រឡយលើកឧទាហរណ៍ពីការអប់រំនៅសហរដ្ឋអាមេរិកជាទីដែលកូនប្រុសច្បងរបស់លោកបានទៅរៀនខ្ញុំសូមលើកឧទាហរណ៍មួយគឺសាលា West Point សាលាគេថាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកមួយឆ្នាំគេយកនិស្សិតបរទេសដូចជាត្រឹមតែ10នាក់តែប៉ុណ្ណោះក្នុងនិស្សិត10នាក់និស្សិតបរទេស10នាក់នេះគឺគេសុខចិត្តទុកកៅអីឲ្យទៅគេអត់រើសបំពេញឲ្យគ្រប់តែខាង10នាក់ទេនិយាយពីបទពិសោធន៍នៃការប្រឡងបាក់ឌុបក្នុងឆ្នាំនេះវិញក្រុមអង្គការសង្គមស៊ីវិលចាត់ទុកថាគឺជាការរកឃើញដ៏ល្អមួយសម្រាប់ការកសាងផែនការយុទ្ធសាស្ត្រកែតម្រង់វិស័យអប់រំលោកព្រៀបកុលបានលើកឡើងនៅចំណុចមួយចំនួនដែលក្រសួងត្រូវបំពេញបន្ទាន់ក្នុងការលើកស្ទួយគុណភាពអប់រំហើយមើលជាលក្ខណៈរួមមើលជាប្រព័ន្ធមិនមែនគ្រាន់តែយើងរឹតបន្តឹងការប្រឡងហើយយើងមិនបានចាត់វិធានការដូចជាកែតម្រូវឬក៏ធ្វើការពិនិត្យមើលឡើងវិញនៅកម្មវិធីសិក្សាដល់ប្រាក់ឧបត្ថម្ភឲ្យលោកគ្រូអ្នកគ្រូឲ្យបានសមរម្យហើយមានវិន័យមានការពង្រឹងការគោរពវិន័យគោរពពេលវេលាគ្រូបង្រៀនឲ្យបានទៀងទាត់ហើយត្រូវមើលជារួមឆ្លើយតបនឹងការលើកឡើងនេះអ្នកនាំពាក្យក្រសួងអប់រំលោករស់សាលីនមានប្រសាសន៍ថាក្រសួងក៏មានផែនការអភិវឌ្ឍវិស័យអប់រំរួចជាស្រេចប៉ុន្តែក៏នឹងអាចបង្កើតគម្រោងថ្មីបន្ទាប់ពីបានបទពិសោធន៍នៅក្នុងការប្រឡងនៅឆ្នាំនេះយើងមានគោលការណ៍8ចំណុចយើងមានផែនការវិស័យអភិវឌ្ឍអប់រំ2014-2018មានកម្មវិធីក៏ដូចជាគម្រោងនានាអនុវត្តក្នុងវិស័យអប់រំប៉ុន្តែដំណើរការប្រឡងនេះជាការចាប់ផ្ដើមមួយហាក់ដូចជាការចាត់ជីកចរដើម្បីឲ្យដំណើរការផ្សេងៗនេះវាប្រព្រឹត្តទៅព្រមគ្នាបាទហើយយោងលើបទពិសោធន៍ឆ្នាំនេះយើងនឹងពិនិត្យបន្ថែមទៀតថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅក្នុងឆ្នាំ2014នេះមានបេក្ខជនសរុបចំនួនជាង 90,000 នាក់ក្នុងការប្រឡងនេះមានការរឹតបន្តឹងដែលអាចទប់ស្កាត់ការលួចចម្លងការប្រឡងជំនួសអំពើពុករលួយតាមមណ្ឌលនិងបន្ទប់ប្រឡងនិងការបែកធ្លាយវិញ្ញាសាជាដើមនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញ